តោះណាគេខ្លះអត់ចេះធ្វើលំហាត់ reading ប្រឡងបាឌុបថ្ងៃហ្នឹងខ្ញុំមកណែនាំstrategy មួយចំនួនដែលខ្ញុំប្រើក្នុងការបង្រៀនសិស្សអាទិត្យ12របស់ខ្ញុំវីដេអូហ្នឹងខ្ញុំធ្វើជា series ដោយលើកមួយចំណុចមកយកមកបញ្យល់មួយអញ្ចឹងថ្ងៃហ្នឹងខ្ញុំនិយាយតែចំណុចទី1ឯងចំណុចមូលដ្ឋានចំណុចទី1ហ្នឹងអីគេ part of speech label ឬក៏ការដាក់ថ្នាក់ពាក្យអញ្ចឹងពេលប្រឡងគេនឹងឲ្យអត្ថបទមួយមកហើយក្នុងអត្ថបទហ្នឹងយើងឃើញ word bank word bank ហ្នឹងគឺពាក្យនៅក្នុងប្រអប់ខាងលើគេបង្អស់ដែលមានពាក្យ10ជួនកាល10ជួនកាល11ពាក្យក្នុងហ្នឹងវិធីទី1ដែលយើងត្រូវធ្វើគឺធ្វើម៉េចដាក់ថ្នាក់ពាក្យឲ្យច្បាស់ពាក្យមួយមានថ្នាក់ពាក្យជាអីបើវាជានាមដាក់នាមជាគុណនាមដាក់គុណនាមជាពិសេសកាលណាវាជាកិរិយាសព្ទត្រូវដាក់វាជាកិរិយាសព្ទឲ្យច្បាស់តើវាកិរិយាសព្ទទង់ទី2ទី3កិរិយាសព្ទ infinitive ដែលជាទម្រង់ដើមឬក៏ជា verb ing ដោយសារកាលណាយើងស្គាល់ប្រភេទកិរិយាសព្ទមួយគឺងាយឲ្យយើងរើសចម្លើយត្រូវមែនតើឥឡូវយើងមើលឧទាហរណ៍មួយយើងមានពាក្យ8ពាក្យក្នុង word bank ហើយក្នុងហ្នឹងយើងដាក់ថ្នាក់ពាក្យហើយគេនិយាយថា the trash we throw away can blank កន្លែងទៀតនេះយើងឃើញកន្លែងលេខ1យើងមានពាក្យ can ហើយយើងរៀនទៅមុខទៀតទៅនឹងឃើញ strategy បន្តដែលខ្ញុំនឹងយកមកបង្ហាញហើយមួយក្នុងចំណោមហ្នឹងគឺកាលណាក្រោយយើងយក verb ប្រើក្រោយ modal verb can ហ្នឹងគឺយើងប្រើបានតែ verb ទម្រង់ដើមអញ្ចឹង verb នៅក្នុង word bank របស់យើងទាំងអស់មាន verb ទម្រង់ដើមតែមួយយើងជំរុះឲ្យផ្សេងចោលយើងនៅសល់តែពាក្យ pollute ដែលជាទម្រង់ដើមអញ្ចឹងយើងអាចយកមកដាក់បានយើងបានល្បះពេញថា the trash we throw away can pollute our ហើយទៅមុខទៀត our ហ្នឹងជា possessive adjective ជាគុណនាមហើយរបៀបចំណាំក្រោយគុណនាមជាទូទៅយើងប្រើនាមយើងមានពីរមានតែ environment ហើយនិង problem អញ្ចឹងអាចបំផ្លាញឬក៏អាចបំពុលអីគេគឺបំពុលបរិស្ថានចម្លើយគឺ environment ជំរើសរបស់យើងឡើងលេខ2គឺខ្ញុំដាក់បានតែពីរពាក្យហ្នឹងឯងទៅមុខទៀត some people have blank អញ្ចឹងឡើងលេខ3គឺយើងមានពាក្យ have ហ្នឹងក្នុង grammar ភាសាអង់គ្លេសដាច់ខាតយើងប្រើជាមួយកិរិយាសព្ទទង់ទី3ទង់ទី3យើងមានប៉ុន្មានយើងមានតែ2ក្នុង word bank គឺមានពាក្យ broken ហើយនិងពាក្យ stop អញ្ចឹងពីរហ្នឹងបើយើងបបល់បិចគឺមានឱកាសត្រូវ 50% ដែរហើយចម្លើយដែលត្រឹមត្រូវគឺ some people have stopped using plastic because they want to avoid this ដល់លេខ4 this ជាគុណនាមជាគេហៅ demonstrative adjective demonstrative adjective យើងក្រោយគុណនាមយើងប្រើនាមរបស់យើងមាន2មិនមានពាក្យ environment ហើយ problem environment យើងប្រើហើយនៅសល់តែ problem អញ្ចឹងចម្លើយលេខ4គឺ problem យើងទាញអញ្ចឹងបានដោយសារយើងដឹងថ្នាក់ពាក្យហើយយើងដឹង rule មួយចំនួនហើយអានេះ rule ជាពិសេសសម្រាប់អ្នកដែលគាត់អត់សូវចេះបើអ្នកចេះគាត់គ្រាន់តែដាក់ភ្នែកទៅដឹងថាអត្ថបទហ្នឹងចន្លោះមួយណាត្រូវដាក់មួយណាដែលឡែកសម្រាប់យើងអត់ចេះគឺយើងមានតែប្រើវិធីទាយបានហ្នឹងឯងចឹងសរុបមកវិញវិធីសាស្ត្រទី1 strategy ទី1សម្រាប់យើងរៀនពេញចន្លោះគឺត្រូវដាក់ថ្នាក់ពាក្យចឹងវីដេអូហ្នឹងមានប៉ុណ្ណឹងហើយកុំភ្លេចជួយ follow ដើម្បីតាមដានវីដេអូក្រោយៗទៀតដែលខ្ញុំនឹង